Alvis FV 101 Scorpion ត្រូវបានប្រើប្រាស់ដោយអគ្គស្នងការទ័ពជើងគោកាពីជាតិថៃ Royal Thai Army ជា Type Multi-Mode Light Tank ចាប់តាំងពីឆ្នាំ 1973 ដល់ 1976 នៅក្នុងស៊េរី CVR-T Combat Vehicle Reconnaissance Track របស់ប្រទេសអង់គ្លេសវាត្រូវបានទិញចំនួនប្រហាក់ប្រហែល 144 ជនហោះនិងដាក់សេវាកម្មជាមួយកងទ័ពដីជើងបរិវេណនិងការពារព្រំដែនវិវត្តនិងកំណែអង់គ្លេសអភិវឌ្ឍនិងផលិតឡើងដំបូង 1967 ដល់ 1970 សាកល្បងនៅមូលដ្ឋានអាកាសនិងបរិយាកាសស្នាក់នៅពីស្វិចទឹកកកនិងក្នុងខែតុលាត្រូវទទួលស្គាល់សេវាកម្មតូច 1970 ចាប់ផ្ដើមផលិតគ្រំដែលខាង 1972 ដល់ 1980 បច្ចេកទេសទម្ងន់ប្រហែល 8 តុនប្រព័ន្ធដឹកជញ្ជូនជ័រ Jaguar J60 ប្រភេទ 4.2L ជាថៃបន្ទាប់មកបានប្រើ Cummins BTA 8.9L Diesel 190 horse ល្បឿនអតិបរមាជិតរំ 80 km/h បំពាក់ដោយអាវជាប់អាលុយមីញ៉ុម 12.7 មីលីម៉ែត្រប្រឆាំងកំភ្លើងហាត់និងស្លាបបែកអាចទប់ទល់ទណ្ឌតា 14.5 មីលីម៉ែត្រពីចម្ងាយប្រហែល 200 ម៉ែត្រសន្ទុះនិងអាវុធទ្រទ្រង់ 76 មីលីម៉ែត្រ LP23A1 មានភាពកំណែក HE HESH ស្ថិតមួយចំហៀងប្រឆាំងកំភ្លើងយន្តដឹកនាំ 7.62 មីលីម៉ែត្រ MAG 3000 រង Scorpion បានបរិការជំហានជាចម្បងនៅក្នុងកងទ័ព Royal ក្រោមការពារព្រំដែនថៃនិងឡាវនិងក្នុងការព្រមព្រៀងសង្គ្រាមសហភាពកុម្មុយនីសនៅអាគ្នេយ៍អាស៊ីវាបានប្រើសម្រាប់ស៊ើបអង្កេតនិងគាំទ្រការបាញ់ទៅលើប្រទេសភូមាកំណែខ្លួនរបស់ថៃនៅឆ្នាំខាងក្រោយថៃបានធ្វើបច្ចុប្បន្នភាព Scorpion មកជាមួយ Upgrade Program ដែលមានដូចជាបដូរវិធីពី Jaguar ទៅ V100 Diesel 6V53T 275 bhp ដាក់ប្រព័ន្ធបញ្ជាការបាញ់អគ្គិសនីចំនួនថ្មី FCS ជាមួយ Silex Galilei Stars Sister Thermal Laser Rangefinder ទោះបីជាកម្មវិធីនេះត្រូវបានពន្យាឬបញ្ឈប់បច្ចុប្បន្នថៃក៏នៅបន្តអភិវឌ្ឍវារយៈពេលវែងដោយកម្លាំងនៃបច្ចេកវិទ្យាដែលត្រូវបានបន្ថែមកងទ័ពលេខ 30 Queen's Guard ប្រើ Scorpion សម្រាប់ Reconnaissance និង Anti-Tank Scorpion 90 មានកំភ្លើង Cockerill 90 មីលីម៉ែត្រដាក់បញ្ចូលជាលេខ1ដោយ Alvis និងនាំចេញឲ្យម៉ាឡេស៊ី ឥណ្ឌូនេស៊ីមានការបញ្ចូលដោយកងទ័ពថៃជាពេលខ្លះជំរឿអនាគតថៃអាចអភិវឌ្ឍ Variant លើករាប់ 90 មីលីម៉ែត្រឬប្រព័ន្ធចម្រោះពហុផ្នែកនិងកំភ្លើងទំនើបចាប់ផ្ដើមបម្រើលើ 1973 ជាជំរើស Reconnaissance និង Life Support បច្ចុប្បន្នភាពមានជំរើស Scorpion 21 ដើម្បីបន្ថែមកម្លាំងនិងឆប់គ្នាតួនាទីព្រមទាំងការពារព្រំដែននិងការស៊ើបអង្កេតនៅតាមបនជួរភាគកើតអាស៊ីជ្រើសរើស Variant Scorpion 90 រួមបញ្ចូលកំភ្លើង 90 មីលីម៉ែត្រលើកទី2 Alvis FV 101 Scorpion បានសេវាកម្មជាមួយថៃជាយន្តហោះ Reconnaissance ដែលអាចប្រើបានលឿននិងមានកំភ្លើង 76 មីលីម៉ែត្រថៃបានធ្វើបច្ចុប្បន្នភាពឧបករណ៍ប្រតិបត្តិការនិងប្រព័ន្ធឆ្ពោះហាយប្រឹងប្រែងដើម្បីបន្តសេវាកម្មវារយៈពេលវែង